ផ្នែកកន្ទុយថ្លែនមានសន្តានសាច់ខ្លាញ់សថ្លាបំពាក់នៅលើប្រស្រីខ្មៅជាទូទៅវាដុះពីដើមភ្នែកឬពីចុងភ្នែកមកហើយសាច់ខ្លាញ់នេះវាវិវត្តក្រាស់ឡើងលូនចូលប្រស្រីខ្មៅហើយបាំងការមើលឃើញយើងទាំងស្រុងតែម្ដងប្រសិនបើលោកយាយលោកតាមិនចង់ពន្យាទុករហូតដល់ឈានដល់ការបកវះកាត់នោះទេសូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីទទួលបាននូវទឹកថ្នាំដ៏មានគុណភាពអាចដោះស្រាយទៅលើបញ្ហាភ្នែកកន្ទុយថ្លែនឡើងបាយក្រហមរកម្មរមាស់ស្រវាំងអាឡែស៊ីទឹកណក់ឲ្យជាសះពិត 100% បីឲ្យកាន់តែជ្រាបច្បាស់និងជឿជាក់សូមទស្សនាវីដេអូសាកសីដែលគាត់បានចែករំលែកក្រោយពីបានជាបាំងភ្នែកឈឺភ្នែកកន្ទុយថ្លែនភ្នែកឡើងបាយកាហាយភ្នែកក្រហមភ្នែកស្ងួតភ្នែកអាសាហូតទឹកភ្នែកគឺបងប្អូនអាចប្រើប្រាស់បានជាមួយនឹងថ្នាំបន្តភ្នែក CI នេះគឺខ្ញុំបានប្រើរួចហើយមួយតំណក់មើលបានឆ្ងាយភ្លឺច្បាស់ហើយក៏មានពុកម៉ែបងប្អូនជាច្រើនដែលគាត់បានប្រើប្រាស់ហើយជាសះស្បើយនោះដែរសូមជឿជាក់ទៅលើ CI ថ្នាំបន្តភ្នែករបស់ប្រទេសស្វីសទុយខ្លាញ់ខ្ញុំក្រហមខ្លាំងឥឡូវនេះខ្ញុំជាពីកតុយខ្លែនហើយបាត់ក្រហមហើយបាត់ស្រវាំងទៀតឥឡូវនេះខ្ញុំបើកបានអត់បាច់ពាក់វ៉ែនតាទេមើលឃើញច្បាស់មើលបានឆ្ងាយមើលអីឃើញទេច្រវាំងត្រូវថ្ងៃត្រូវអីចូលកាហាយដើរទៅវាលខ្សែវាលអីហ្នឹងមិនបានទេមិននេះเราបានដាក់ហ្នឹងទៅចាក់ស្រួលស្រឡះភ្នែកអាមួយខាងវាឡើងបាយអាខាងនេះវានេះឥឡូវដាក់ទៅបាត់ឡើងបាយនឹងផងដាក់សិនមើលយល់ថាសិនមែនទេណាំនេះដាក់ទៅចាក់ភ្នែកអូខេមើលបានអសអីមើលបានហើយមើលឃើញហ្នឹង